ទេសភាពស្រុកស្រែជនបទបងប្អូនគឺឃើញកាមេរ៉ាបានទេអានេះកាចនៅស្រុកស្រែចំការគឺចំគោចំមន់ចំទាជីវិតសាមញ្ញជំរាបសួរបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់ជាទីមេត្រីខ្ញុំបាទនឹងបង្ហាញលក្ខណៈចិញ្ចឹមគោជាលក្ខណៈគ្រួសារតាមតំបន់របស់ខ្ញុំនេះគឺជាគោបាមិនមែនបាបងប្អូនគឺគោសាច់តាមពិតគោនេះពុកម៉ែរបស់ខ្ញុំគាត់ចិញ្ចឹមតាំងពីតូចកណ្ដុរកន្លែតប៉ុន្តែបច្ចុប្បន្នគាត់បានថែទាំក៏ដូចជាឲ្យចំណីដិតដល់ទៅធ្វើឲ្យវាមានសាច់ល្អដែរបងប្អូនទេសភាពវេលានេះគឺថ្ងៃទី14ខែមិថុនាឆ្នាំ2026បងប្អូនទាំងអស់គ្នាមើលគោស៊ីស្មៅនៅពេលល្ងាចវេលាម៉ោង5រសៀល5ល្ងាចបងប្អូនហើយរសៀលនេះគឺល្ងាចទៅហើយភាពគឺឃើញថាគោស៊ីអត់សូវរឹសទេបងប្អូនជុំមេឃភ្លៀងរលឹមតក់ក៏វាស៊ីបានធម្មតាដែរអញ្ចឹងសាច់វាគឺទៅតាមនឹងដែរបងប្អូនចំមន់ចំគោចំជ្រូកចំទាជីវិតអ្នកកសិករមានតែប៉ុណ្ណឹងទេមានអីលឺហ្នឹងទេបងប្អូនណាសាមញ្ញវេទនាមួយគ្នាហ្នឹងសាមញ្ញក៏សាមញ្ញឡើយហ្នឹងវេទនាក៏វេទនាឡើយហ្នឹងបងប្អូននេះគឺជានឹមរបស់វាគូរបស់វាបងប្អូនវារៀងស្អាតដល់ហើយបងប្អូនអើយបោកស្អាតមែនតែនគូនេះគឺអន់ពណ៌អន់សម្បុរបន្តិចបើសិនជាពណ៌សវិញបងប្អូនណាយតែមែនតែនហ្នឹងមកស្អាតក្បាលវាមិនក្តោងស្អាតបងប្អូនស្អាតមែនតែនស្លឹកជានេះដូចកាត់ឡាយបងប្អូនកាត់ឡាយគឺឃើញកាមេរ៉ាបានទេឡាយរៀងបងប្អូនមើលមើលមិនដែរបងប្អូនគិតថាមិនដែរបងប្អូនខមមិនដាក់មួយមើលថាគូនេះមានរៀងមិនដែរបោកអីស្អាតអីបងប្អូនកាចាភ្នែកនេះដូចកាត់ឡាយបងប្អូនកាត់ឡាយបែបច្រើនឈាមហ្នឹងមិនដឹងថា3 4ឈាមបងប្អូនតែមើលទៅគឺស្អាតអានេះអត់សូវស៊ីស្មៅទេវារឹសភាសាឡើយនេះអាចគូយកវារៀងក្លិនហើយណាមួយដីវាសើមទៀតបងប្អូនទស្សនភាពនេះគឺពីល្ងាចថ្ងៃអាទិត្យទី14ខែមិថុនាឆ្នាំ2026ហើយងាកមកនេះគឺខាងមីកាព្រឹសកូនរបស់គេនេះទៅកាត់មកបានបងប្អូនគឺឆ្មៅស៊ីតែមែនទេណាស៊ីហើយឆ្មៅអត់ទៅខ្វល់ទេខាងនេះរៀងស្គមកប្រឹងតិចបងប្អូនរៀងកប្រឹងតិចរៀងកូនរបស់គេតែស្មៅមកឆ្ងាញ់អត់តែមានស្មៅអត់មានខ្វល់ថារឿងអាចគូឬក៏មិនអាចគូអីទេស៊ីហើយថាស៊ីហើយដោយសារគូនេះđangយកមកគឺស្គមមែនតើគឺឆ្អឹងដបអីគេឆ្អឹងដណ្ដប់ស្បែកគេហៅដូចលងនេះបងប្អូនលងនេះតំបន់ខ្ញុំហៅគេលងនេះអញ្ចឹងខាងតំបន់បងប្អូនហៅឲ្យគូពីស្គមខ្លាំងណាស់ស៊ីហើយញោកវាមកតាំងរឹសទៀតច្នៃដល់ហើយច្នៃនេះគឺនេះកូនរបស់គេកូនគោស្រុកស្រែដែលស្គាល់ណាស់មកដែលស្គាល់ប៉ោអីទេគឺឲ្យស៊ីបែបលក្ខណៈធម្មជាតិតែម្ដងចឹងគោរពជម្រាបលាបងប្អូនដែលបានទស្សនាបងប្អូនបានទស្សនាកុំភ្លេចជួយ Subscribe មួយចុចសញ្ញាកណ្ដឹងไว้ដើម្បីទទួលបានវីដេអូថ្មីខ្ញុំបាទនឹងពំនាំមកវីដេអូតាក់ទងជាមួយនឹងគោច្រើនទៀតដើម្បីឲ្យបងប្អូនទស្សនាហើយគណៈពេលនេះខ្ញុំបាទសូមគោរពជម្រាបលាទាំងអស់គ្នាបាយបាយ